សង្ខារមិនទៀងនេះវិញមិននៅលើដងផ្លូវទេនៅលើរឹងគេសុកក៏សង្ខារហ្នឹងរលត់បាត់ទៅផងដែរគឺជាបរិសម្នាក់ដែលនៅក្នុងខេត្តកណ្ដាលភ្ញាក់ផ្អើលមែនទែនទៅដល់ក្រុមគ្រួសារនៅពេលដែលពលរដ្ឋដឹងថាបរិសម្នាក់ហ្នឹងដេកក្នុងរឹងសុកហ្នឹងស្រាប់តែខ្យល់កោដាច់ខ្យល់ស្លាប់ទៅបាទថ្ងៃទី7មីនាបាទស្ថិតនៅភូមិចំណុចបាទភូមិគោឃុំក្រាំងយើស្រុកស្អាងខេត្តកណ្ដាលម៉ោង 9:30 នាទីថ្ងៃ7មីនាជនរងគ្រោះឈ្មោះអង្គច័ន្ទធួនបាទភេទប្រុសអាយុ55ឆ្នាំជនជាតិខ្មែរមុខរបរជាយោធាទីលំនៅនៅភូមិគោឃុំក្រាំងយើនឹងតាមសមត្ថកិច្ចដឹងថាថ្ងៃ7មីនានឹងម៉ោង 9:40 នាទីបទបញ្ជាបាទគឺដោយលោកអធិការស្រុកស្អាងបញ្ជាឲ្យអធិការរងទទួលការងារយុទ្ធធននិងកម្លាំងផ្នែកបាទពិនិត្យវិភាគកន្លែងកើតហេតុចុះទៅពិនិត្យទៅលើករណីស្លាប់នឹងក្រោយពិនិត្យសាកសពសភាពដៃឡើងកញ្ញង់ភ្នែកឡើងលើខ្លួននឹងត្រង់នឹងតាមការសន្និដ្ឋានយោងតាមគ្រូពេទ្យជំនាញជនរងគ្រោះស្លាប់ដោយសារតែករណីខ្យល់កោត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកសំទៅធ្វើបុណ្យ